គ្រាន់តែខសោះអ្នកណាក៏ចេះខដែរមែនអត់បងប្អូនគ្រាន់តែថារសជាតិហ្នឹងខុសគ្នាបងប្អូនខ្លះគាត់ញ៉ាំរៀងផ្អែមតិចៗចឹងទៅបងប្អូនខ្លះទៀតអត់ញ៉ាំផ្អែមទេថ្ងៃនេះខពងមាន់លាយសាច់ជ្រូក3ជាន់និងដំឡូងបារាំងធម្មតាចង់ដាក់ផ្កាចេកចាយប៉ុន្តែនៅតែអត់បានដាក់ទៀតបងប្អូនដោយសារអ្នកផ្ទះអត់ចេះញ៉ាំផ្កាចេកភាគច្រើនគឺដាក់តែដំឡូងបារាំងនិងលាយការ៉ុតតិចតួចតែថ្ងៃនេះអត់បានដាក់ការ៉ុតទេខបែបនេះគឺខ្ញុំចូលចិត្តញ៉ាំជាមួយនឹងបាយគឺត្រូវគ្នាមែនតែនហើយបើថាពីរបៀបខហ្នឹងអត់មានអីពិបាកទេបងប្អូនហើយគ្រឿងផ្សំក៏អត់មានច្រើនដែរថ្ងៃនេះណាចាឥឡូវនេះខ្ញុំមានសាច់ជ្រូកជិត1គីឡូផងដែរខ្ទឹមស3កំពឹសនិងម្រេចបន្តិចបុកចូលគ្នាឲ្យបានសព្វបន្តិចមករូបបន្ទាប់មកទឹកត្រី1ស្លាបព្រាបាយទឹកស៊ីអ៊ីវ1ស្លាបព្រាបាយផងដែរប្រេងខ្យងក៏1ស្លាបព្រាបាយដែរហើយបន្ទាប់មកយើងប្រឡាក់ឲ្យបានសព្វបន្តិចទៅណាបងប្អូនបើសិនជាបងប្អូនចូលចិត្តប៊ីចេងដាក់ប៊ីចេងតិចទៅឬក៏ម្សៅស៊ុបមាន់ថែមបន្តិចណាបងប្អូនចាឥឡូវយើងប្រឡាក់រួចរាល់ហើយយើងមកចាប់ផ្ដើមដាក់ឆ្នាំងយើងបើកភ្លើងតិចទៅហើយយើងដាក់ស្ករត្នោតហ្នឹង1ស្លាបព្រាបាយចូលចាបងប្អូនអាចប្រើស្ករសក៏បានដែរបន្ទាប់មកខ្ញុំដាក់ផ្កាច័ន្ទជាមួយនឹងដើមឈើអែមឆាយឡើងក្រហមស្ករយើងល្អហើយខ្ញុំចាក់ខ្ទឹមចិញ្ច្រាំចូលឆាខ្ទឹមយើងបានក្រហមឡើងឈ្ងុយហើយយើងចាក់សាច់យើងចូលតែម្ដងហើយខ្ញុំយកទឹកបន្តិចលាងចានហ្នឹងដើម្បីយកជាតិហ្នឹងមកចាក់នៅក្នុងឆ្នាំងហ្នឹងទៅកុំឲ្យខ្លោចបងប្អូនចានេះគឺពងមាន់ខ្ញុំប្រើចំនួន10គ្រាប់ផងដែរឥឡូវយើងឆាសាច់យើងឲ្យឡើងរីងទឹកបន្តិចហើយយើងចាក់ពងមាន់យើងចូលតែម្ដងអត់មានអីពិបាកអីបងប្អូនខពងមាន់នេះហើយពណ៌វិញក៏បានល្អផងដែរខ្ញុំចូលចិត្តឆារបៀបហ្នឹងបើសិនជាមានផ្កាចេកបងប្អូនដាក់ផ្កាចេកទៀតកាន់តែឆ្ងាញ់តែខ្ញុំអត់ដាក់ទេដោយសារតែខ្ញុំសួរអ្នកផ្ទះទៅគឺអត់ចេះញ៉ាំអញ្ចឹងទៅគឺខ្ញុំអត់បានដាក់ខឲ្យឡើងដាច់ទឹកហើយយើងចាក់ទឹកចូលតែម្ដងទឹកហ្នឹងយើងចាក់រៀងច្រើនតិចមកដើម្បីរំងាស់សាច់យើងហើយរំងាស់ឲ្យសាច់យើងនោះបានឆ្អិនល្អមែនតើអញ្ចឹងយើងចាក់ទឹករៀងច្រើនតិចមកណាបងប្អូនចាឥឡូវយើងក្របទៅបើសិនជាអត់ក្របក៏អត់ងាយផុយដែរអញ្ចឹងយើងក្របតិចទៅឥឡូវខ្ញុំរំងាស់សាច់ឡើងផុយហើយទើបខ្ញុំចាក់ដំឡូងចូលដោយសារតែដំឡូងអញ្ចឹងគឺឆាប់ផុយទេហើយខ្ញុំអត់ចង់ឲ្យដំឡូងនឹងបែកនៅក្នុងនឹងច្រើនអញ្ចឹងគឺខ្ញុំចាក់ពេលដែលសាច់ឆ្អិនខ្ញុំភ្លក់មើលរៀងសាបបន្តិចអញ្ចឹងខ្ញុំអាចថែមអំបិលបន្តិចបានអញ្ចឹងបើសិនជាបងប្អូនខ្វះអីបងប្អូនអាចថែមនឹងបានណាតាមការចូលចិត្តចំពោះដំឡូងវិញយើងគ្រាន់តែរំងាស់ដំឡូងនឹងឲ្យផុយល្អទៅគឺបានហើយបងប្អូនហើយយើងភ្លក់មើលគឺរួចរាល់តែម្ដងមើលទៅទំនងហើយបងប្អូនហើយបើសិនជាបានដាក់បន្លែផ្សេងទៀតកាន់តែឆ្ងាញ់ថ្ងៃនេះខ្ញុំមានបន្លែតែមួយមុខនឹងទេគឺមានតែដំឡូងបារាំងណាព្រោះថាកូនខ្ញុំគឺចូលចិត្តតែដំឡូងបារាំងបងប្អូនអើយចាអញ្ចឹងយើងអាចដួសដាក់ចានញ៉ាំបានហើយចំពោះខបែបនេះយើងញ៉ាំជាមួយនឹងមីក៏បានឬក៏បាយក៏បានដែរបើចំពោះខ្ញុំវិញចូលចិត្តញ៉ាំជាមួយនឹងបាយច្រើនជាងបងប្អូនព្រោះថាមីខ្ញុំញ៉ាំយូរតែម្ដងទេអញ្ចឹងគឺញ៉ាំជាមួយនឹងបាយហ្នឹងគឺច្រើនជាងខពងទានេះបើយើងខរៀងច្រើនក៏យើងអាចដួសទុកកកបានទៀតបងប្អូនណាបើសិនជាច្រើនណាដូចខ្ញុំអញ្ចឹងខ្ញុំដួសទុកកកប្រហែលជាពាក់កណ្ដាលដែរចាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនបើសិនជាមានតោះខុសត្រង់ណាសូមអធិស្ឋានផងដែរសូមអរគុណសូមជម្រាបលា